កំ plong plong អើយតអូនកូនចៅលោកណាកំ plong plong អើយតអូនកូនចៅលោកណាក្រពុំដូចជាផ្កាពេលព្រឹកនិយាយទៅសុំមកអង្គុយនិយាយហ្មងអ្នកទាំងអស់គ្នាមើលនៅក្បែរវីដេអូមួយដឹងហើយថាចង់និយាយពីអីគេវីដេអូនេះគឺចង់និយាយពីការ scrap ស្បែកចំពោះខ្ញុំពីមុនគឺអត់ចូលចិត្ត scrap ស្បែកទេបងចាខ្ញុំប្រើជាមួយនឹងការ scrap ស្បែកយ៉ាងហោចមួយខែខ្ញុំ scrap ដល់ពេលដែលខ្ញុំលាបលេងអញ្ចឹងអ្នកទាំងអស់គ្នាអត់ងាយចូលស្បែកទេហើយលាបលេងហើយហេតុអីបានស្បែកនៅតែក្រិនស្បែកនៅតែគ្រើមហើយបែកសង្វាអីហ្មងអ្នកទាំងអស់គ្នាវាអត់មើលទៅអត់ប្លែកទេអ្នកទាំងអស់គ្នាតែដល់ឥឡូវនេះហើយអ្នកទាំងអស់គ្នាតាំងពីស្គាល់ជាមួយនឹង scrap Mali Premium scrap នេះមកនេះកំប៉ុងដែលខ្ញុំទៅតែហែកមិញនិយាយចាហើយនេះកំប៉ុងដែលខ្ញុំប្រើចាស្គាល់ភ្លាមអ្នកទាំងអស់គ្នាចាលាបលេងចាអ្នកទាំងអស់គ្នាលាបប្រហែលតង់ក៏ចូលស្បែកដែរហើយនិយាយពីថាកញ្ចក់ដៃគឺលេងក្រិនលេងគ្រឿងហ្មងចាហើយស្បែកអត់មានសង្វាមានអីទេអ្នកទាំងអស់គ្នាចាអត់មានបែកសង្វាបែកអីសរសៃក្រហមច្រើនអីទេគឺអត់មានទេចាដោយសារតែខ្ញុំមកអាទិត្យខ្ញុំជំរុំកសិកាចាស់ខ្ញុំជ្រើសប្រើជាមួយនឹង scrap Mali Premium scrap នេះខ្ញុំនិយាយមែនសាច់ scrap វិញឡងម៉ត់ហ្មងអ្នកទាំងអស់គ្នាចាអូនិយាយពីថាក្លិនមកគេវិញក៏អូទៀតហើយជាបានជាមួយនឹងស្បែកក្រិនស្បែកគ្រឿងស្បែកបែកសង្វាលាបលេងអត់ចូលអត់សអត់ស្អាតអត់គីឡូអីបងសាកប្រើជាមួយនឹង scrap នេះបានជំរុំកសិកាចាស់បានល្អខ្លាំងមែនតើបងមើលក្បាលវីដេអូបានគឺខ្ញុំ scrap ចាញ់ខ្ញុំ scrap រហូតហើយនេះបើមកវិញអ្នកទាំងអស់គ្នាចាបិទតែជាមួយនឹង Mali ទៅអ្នកទាំងអស់គ្នានិយាយទៅគឺខ្ញុំប្រើមួយសែតហ្មងចាខ្ញុំប្រើជាមួយនឹង ខ្ញុំប្រើជាមួយនឹង scrap នេះទៅខ្ញុំប្រើផលិតផលមកពីខាងក្រុមហ៊ុន Mali ទាំងអស់អញ្ចឹងបងដែលចង់បានជាមួយនឹងស្បែកដែលសមមកភ្លឺថ្លាគីឡូចេញពីខាងក្នុងអត់មានជាមួយនឹងស្បែកក្រិនស្បែកគ្រើកញ្ញក់ដៃខ្មៅកង្កែកង្កក់អីហ្នឹងបងសាកប្រើជាមួយនឹង scrap បានហើយបងចង់ជ្រុលកសិកាចាស់ជាមួយនឹង scrap Mali នេះបានអ្នកទាំងអស់គ្នាគឺល្អប្រើខ្លាំងមែនតើនិយាយមើលសាច់បកកេផងឡងអួយដល់គូចង់ញ៉ាំអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចជាមួយនឹង scrap Mali អ្នកទាំងអស់គ្នាចានេះលោកក៏ក្រេកហ្មងខ្ញុំប្រើឡើងអស់សាច់ហ្មងណាដោយសារនេះវាល្អខ្លាំងពេកអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសប្រើមកអាទិត្យ scrap ស្បែកម្ដងជំរុំកសិកាចាស់ម្ដងទៅ